ngày nay trong nông ởในตอนนี้មកទស្សនាអំពីទស្សនភាពក៏ដូចជាការប្រណាំងទូកនៅក្នុងប្រទេសឡាវអញ្ចឹងអ្នកនរគ្នាចង់ដឹងថាការប្រណាំងទូកនៅថ្ងៃនេះមានលក្ខណៈបែបម៉េចអញ្ចឹងអ្នកនរគ្នាកុំភ្លេចមកតាមដានទស្សនាវីដេអូនេះជាមួយខ្ញុំទាំងអស់គ្នាបាទអញ្ចឹងជាដំបូងគឺយើងត្រូវដូរប្រាក់សិនអ្នកនរគ្នាដើម្បីយើងស្រួលចាយនៅក្នុងប្រទេសឡាវណាបើនៅក្នុងប្រទេសឡាវគឺគេចាយលុយគីបអញ្ចឹងយើងត្រូវទៅដូរលុយសិនលុយសិតលុយដូរលុយទៅណាគេនេះเมืองแสน ទៅเมืองแสนนี่จูดโปรเนี่ยแต่เมืองแสนអញ្ចឹងបន្ទាប់ពីបដូរប្រាក់រួចហើយគឺថាទូកមកដល់លំមអ្នកនរគ្នាបាទអញ្ចឹងការធ្វើដំណើរទៅកាន់ប្រទេសឡាវថ្ងៃនេះគឺយើងត្រូវជិះទូកបាទបើប្រទេសឡាវនិងប្រទេសកម្ពុជាយើងនៅកំពង់សាឡាវនេះគឺខណ្ឌចែកដោយទឹកបាទទន្លេមេគង្គអញ្ចឹងការធ្វើដំណើរទៅត្រៃម្ខាងគឺមិនយូរទេអ្នកនរគ្នាប្រហែលជា5នាទីទៅ10នាទីអីដល់ហើយអ្នកនរគ្នាដោយសារតែខែហ្នឹងទឹកឡើងអញ្ចឹងការធ្វើដំណើររៀងយូរបន្តិចដោយសារទឹករៀងធំណាអ្នកនរគ្នាបាទហើយការបើកទូកហ្នឹងក៏រៀងយឺតដែរបើអីទឹកហូរសិតតែហ្វេនតែគ្រប់ត្រូលទូកហ្នឹងđâyឆ្លងដែរនេះឆ្លងដែរនេះនៅជាមួយមួយនៅឆ្លងដែរបាទហើយសម្រាប់ថ្ងៃនេះផងដែរគឺ fan ខាងកម្ពុជាយើងក៏ទៅចូលរួមច្រើនដែរអ្នកនរគ្នាដោយសារតែថ្ងៃហ្នឹងគឺមានទូកខាងខំកើតបាទភូមិខំកើតគាត់បានយកទូកបាទចំនួន2គឺទូក12ចង្វាយនិងទូក7ចង្វាបាទយកទៅចូលរួមប្រកួតប្រជែងនៅក្នុងថ្ងៃនេះផងដែរអញ្ចឹងធ្វើឲ្យមានខាងកម្ពុជាយើងក៏ដូចជា fan ខាងខំកើតគឺទៅចូលរួមច្រើនមែនតើនៅថ្ងៃនេះអូខេឥឡូវនេះយើងកំពុងតែធ្វើដំណើរទៅកាន់ប្រទេសឡាវបាទដោយជិះទូកទៅណាអ្នកនរគ្នាអញ្ចឹងយើងមកមើលអំពីទស្សនភាពក៏ដូចជាទេសភាពនៅតាមទន្លេមេគង្គសិនអ្នកនរគ្នានៅរដូវវស្សាអញ្ចឹងរដូវវស្សានេះគឺទឹកឡើងខ្លាំងមែនតើអ្នកនរគ្នាបាទសម្រាប់រដូវវស្សាណាមានលក្ខណៈខុសប្លែកពីរដូវប្រាំងហើយឥឡូវនេះយើងធ្វើដំណើរមកដល់ទឹកដីប្រទេសឡាវហើយអ្នកនរគ្នាយើងឃើញថាថ្ងៃនេះគឺមានការចូលរួមច្រើនមែនតើបាទគឺមានទូកច្រើនមែនតើទៅចូលរួមថ្ងៃនេះអញ្ចឹងមកពន្ធមើលទៅបាទទូកចតពេញច្រាំងអ្នកនរគ្នាបាទឃើញថាវត្តមានក៏ដូចជាបងប្អូនខាងខ្មែរយើងក៏ដូចជាឡាវនឹងគឺមានការចូលរួមច្រើនមែនតើនៅថ្ងៃនេះអញ្ចឹងឥឡូវនេះពួកខ្ញុំកំពុងតែដើរទៅកន្លែងកម្មវិធីគេណាអ្នកគ្នាដោយសារតែយើងចតទូករៀងឆ្ងាយដែរអញ្ចឹងយើងត្រូវតែដើរឬក៏ថ្មើរជើងទៅចូលរួមឬទស្សនានៅកន្លែងកម្មវិធីគេមួយស្អីឥឡូវជីគូយន្តទៅទឹកខ្លាំងខ្លាំងផុកមកก่อนទៅខោស្គាល់អត់ទេបាទហើយកន្លែងហ្នឹងដោយសារតែយើងដើរមកតាមផ្លូវហ្នឹងបាទផ្លូវបែកភុកពេកអ្នកនរគ្នាក៏ស្រាប់តែជួបបងប្រុសគាត់បើកយន្តបាទទៅផ្លូវមួយគ្នាល្មមអញ្ចឹងគាត់ហៅឡើងជិះយន្តតែម្ដងបាទហើយពួកខ្ញុំមិនបងអង្គយូរទេបាទគឺឡើងជិះតែម្ដងបាទអាងថាបានជិះយន្តអត់ប្រឡាក់អញ្ចឹងឡើងតែម្ដងបាទហើយឥឡូវនេះគឺយើងបានធ្វើដំណើរដល់កន្លែងលក់ដូរហើយអ្នកនរគ្នាបាទហើយនេះគឺជាទស្សនភាពនៅក្នុងការលក់ដូរនៅក្នុងប្រទេសឡាវអ្នកនរគ្នាបាទអញ្ចឹងមិនខុសពីខ្មែរយើងប្រហែលទេអ្នកនរគ្នាដោយសារតែការលក់ដូរគឺមានលក្ខណៈស្តៀងគ្នាបាទមានលក់ដូចជាផ្លែឈើបាទប្រហិតសាច់អាំងហ្នឹងខែបុណ្យទានគឺមានច្រើនមែនតើអ្នកនរគ្នាបាទអញ្ចឹងឥឡូវនេះយើងក៏បានធ្វើដំណើរមកដល់កន្លែងមាត់ច្រាំងក៏ដូចជាមាត់ទន្លេបាទដើម្បីទស្សនាការប្រណាំងទូកបាទនៅក្នុងថ្ងៃនេះអញ្ចឹងឥឡូវនេះក្រោយពីយើងបានទស្សនាការប្រណាំងទូកបាទរៀងហត់បន្តិចក៏ដូចជាឃ្លានបន្តិចអញ្ចឹងយើងក៏បានមកដើរបាទរកទិញអីញ៉ាំណាអ្នកនរគ្នាបាទអញ្ចឹងនៅក្នុងនឹងក៏មានគេលក់ទឹកកំពៅបាទពងទាអាំងពងទាកូនហ្នឹងអ្នកនរគ្នាបាទនៅក្នុងកម្មវិធីបុណ្យមកដល់បាយតំណាប់ជាមួយនឹងពងមាន់អាំងអាហ្នឹងប្រហិតណាមកយើងប្រហិតវ៉ាវឆ្ងាញ់អត់គ្រូ
ទៅទៀត ไปตกคงดินมาอ่อน មកទៀតហើយមកបុកលហុង មកដល់ឡាវអត់ផ្លេចទេបុកលហុង Mày nợ មកដំណើបត្រូវគ្នាបណ្ដោយមែនអត់គ្រូ បើហើយលើនេះក្រោយពីពីយើងបានញ៉ាំអាហាររួចហើយក៏បានទៅបាទដើរទស្សនាកំសាន្តបាទហើយគប់ពេទ្យប៉ងអ្នកនរគ្នាគឺថាពេទ្យប៉ងនៅប្រទេសឡាវគឺមានចម្ងាយចិត្តជាងនៅខ្មែរអ្នកនរគ្នាប៉ុន្តែការគប់ពេទ្យប៉ងនេះគឺលក្ខខណ្ឌគឺយើងត្រូវតែគប់ឲ្យត្រូវ3គ្រាប់បានដូចជាគ្រឿងកំប៉ុងក៏ដូចជាភេសជ្ជៈនៅនឹងមុខយើង Bởi thả mau qua đây nè ប៉ុន្តែបើយើងគប់ខុសបាទក្នុងចំណោម3គ្រាប់ហ្នឹងយើងគប់ខុសមួយអញ្ចឹងគឺអត់ទទួលបានទេអ្នកនាងបាទអត់ទទួលបាននៅភេសជ្ជៈហ្នឹងទេបាទហើយក្នុងចំណោម3គ្រាប់ហ្នឹងគឺចំនួនទឹកប្រាក់ 10000 គីបអ្នកនាងស្មើនឹង 2000 ខ្មែរបាទបើយើងដូរណាអញ្ចឹងយើងនឹងគប់បាទបេតប៉ោងហ្នឹងឲ្យត្រូវទាំង3គ្រាប់បើសិនបើយើងគប់មិនត្រូវទេអញ្ចឹងភេសជ្ជៈហ្នឹងគឺយើងអត់ទទួលបានទេ trời là chỉ lương tí pi rồi cái luôn cái không cũng là pi từ tiền Mùi mùi nè không ăn pin nè ô ô à vô anh nấu អូខេថ្ងៃនេះបងប្អូនសម្រាប់វីដេអូនៅថ្ងៃនេះមានប៉ុណ្ណឹងជួបជាមួយនឹងខ្ញុំទៀតនៅវីដេអូថ្មីទៀតបាយបាយ